បាទសួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់មិនទាន់ follow channel page របស់ខ្ញុំទេអាចធ្វើការ follow ដើម្បីទទួលបាននូវចំណេះដឹងខ្លីៗបាទអញ្ចឹងឥឡូវនេះខ្ញុំធ្វើការប្រាប់គន្លឹះថ្មីៗជាមួយនឹងការចង់ change បាទឈ្មោះ page របស់បងប្អូនដែលបងប្អូនចង់ change ឈ្មោះថ្មីឬក៏ change ឈ្មោះអីយើងអាចចូលទៅកាន់កន្លែងឈ្មោះយើងមកបាទកន្លែង tray 3នេះមកបាទចាំបងប្អូនឃើញនេះហើយយើងឃើញកន្លែងកូនសោបាទយើងចុចកន្លែងកូនសោមកបាទនៅពេលចុចកន្លែងកូនសោបងប្អូនធ្វើការអូសចុះក្រោមបាទឡើងលើហើយបងប្អូនយកពាក្យថា page setup បាទនៅពេលដែលឃើញ page setup ហើយបងប្អូនអាចធ្វើការ change ឈ្មោះបាទគឺមាន name username អញ្ចឹងបងប្អូនអាចធ្វើការ change កន្លែង name ហ្នឹងមកអញ្ចឹងវាដាក់ថារយៈពេល60ថ្ងៃគឺយើងអាច change បានអញ្ចឹងសម្រាប់ page ថ្មីគឺបងប្អូនអាចធ្វើការ change ទៅចង់ដាក់ឈ្មោះអ្វីគឺដាក់ឈ្មោះបាននៅពេលដែលបងប្អូនធ្វើការ change ឧទាហរណ៍យើងចង់ change ហើយយើងគ្រាន់តែយើងចុចអាហ្នឹងហើយយើងចុច review change ទៅវានឹងឲ្យយើងបញ្ចូលលេខសម្ងាត់បាទអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំមកធ្វើការចែករំលែកបងប្អូនតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនបាននឹងចេះផងដែរបាទជួបគ្នានៅវីដេអូថ្មីផងដែរ